សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការបើកប្លង់ឬក៏ view ប្លង់ហ្នឹងរបស់ AutoCAD នៅលើទូរស័ព្ទដៃទាំង Android ឬក៏ iOS ហើយរួមជាមួយនឹង tablet ឬក៏ iPad ចុងជាដើមអញ្ចឹងដើម្បី view ប្លង់បានបងប្អូនត្រូវតែមានកម្មវិធីមួយបងប្អូនត្រូវតែ download នៅលើកម្មវិធីមួយពី App Store ឬក៏ Play Store អញ្ចឹងកម្មវិធីនោះមានឈ្មោះថា DWG Viewer អញ្ចឹងបងប្អូនអាចចូលទៅក្នុង Play Store ឬក៏ App Store របស់គ្នាមកអញ្ចឹងខ្ញុំចូលទៅដល់ Play Store មកអញ្ចឹងនៅពេលដែលចូលទៅដល់ Play Store បងប្អូន search រកពាក្យ DWG Viewer អញ្ចឹងបងប្អូនអាច search បែបនេះមកហើយ search ចុចពាក្យ search អញ្ចឹងវានឹងមានកម្មវិធីមួយដែលខ្ញុំ recommend ឲ្យបងប្អូនប្រើណាកម្មវិធីនោះគឺកម្មវិធី DWG Fast View នេះកម្មវិធីនេះបងប្អូនអរគ្នាអញ្ចឹងបងប្អូនចុចលើហ្នឹងមកគឺវាចូលទៅដល់កម្មវិធីហ្នឹងហើយវាអត់ទាន់ចូលភ្លាមទេវាតម្រូវបងប្អូន download សិនណាតែដោយសារតែខ្ញុំ download root ហើយអញ្ចឹងខ្ញុំអត់ចាំបាច់ download ទេអញ្ចឹងនៅពេលដែលបងប្អូន down ហើយបងប្អូនចូល home screen វិញមកហើយទៅដល់ file ដែលបងប្អូនចង់ view អញ្ចឹង file ដែលខ្ញុំចង់ view ពី Telegram មកវិញខ្ញុំចូលទៅ Telegram ណាចូល Telegram មកហើយបងប្អូនចូលកន្លែង share message ណាខ្ញុំ share message ហើយតោះមកខ្ញុំមាន file ប្លង់2ដែលសម្រាប់បង្ហាញអ្នកទាំងអស់គ្នាមាន cold water system ហើយនឹងប្លង់ផ្សេងខាងក្រោមទៀតហ្នឹងណាអញ្ចឹងឧទាហរណ៍ខ្ញុំចង់ចូលនេះ evaluation project ខ្ញុំចូលមកវានឹងសួរយើងតើយើងចង់បើកនៅលើកម្មវិធីមួយណាអញ្ចឹងបងប្អូនរើសមើលកម្មវិធីណាដែលបងប្អូនបាន download មិញគឺកម្មវិធី DWG Fast View នេះបងប្អូនចុចលើហ្នឹងមកហើយយើងមានពីរ option យើងអាចរើស one ឬក៏ Always ទៅលើ tablet ណាអញ្ចឹងបងប្អូនអាចរើស one មកអញ្ចឹងវានឹង load ទៅដល់កម្មវិធីហ្នឹងហើយវានឹងបង្ហាញនៅប្លង់ដែលបងប្អូនចង់ view អញ្ចឹងនៅពេលដែលវាចេញបែបហ្នឹងបងប្អូនចុចពាក្យថា I got it មកវានឹងបានប្លង់មួយដែលបងប្អូនអាច view បានអញ្ចឹងបងប្អូនអាច view ប្លង់ផ្សេងនៅលើទូរស័ព្ទដៃបានអញ្ចឹងប្លង់មានប្រហែលគឺវាចេញឲ្យទាំងអស់បងប្អូនអរគ្នាបាទអាហ្នឹងមួយអញ្ចឹងឧទាហរណ៍ខ្ញុំចូល file មួយទៀតមកខ្ញុំអូសមក Telegram ម្ដងទៀតមកអញ្ចឹងខ្ញុំចូល file នេះម្ដងទៀតមក DWG ហើយខ្ញុំរើស DWG Fast View នេះមកខ្ញុំយក one អញ្ចឹងវានឹងសួរថា current drawing ហ្នឹងយើងបើកទៀតអត់ទេអញ្ចឹងយើងវាសួរថាបើកទៅ drawing ថ្មីអត់អញ្ចឹងយើង open អញ្ចឹងវានឹងទៅដល់កម្មវិធីថ្មីអញ្ចឹងអាច code it មកអញ្ចឹងបងប្អូននឹងបានប្លង់ថ្មីមួយដែលបងប្អូនចង់ view ហើយអញ្ចឹងអានេះគឺជាប្លង់ cold water system ទេបងប្អូនអរគ្នាដែលខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលអញ្ចឹងនៅទីនេះផងដែរបងប្អូនអាច edit វាបានអញ្ចឹងណាខាងក្រោមនេះវាមាន annotation ប៉ុន្តែសម្រាប់ version ពួកនេះគឺសម្រាប់យើងបង់លុយអញ្ចឹងសម្រាប់បងប្អូនដែលប្រើជាមួយនឹង Android ឬក៏ tablet ហ្នឹងបងប្អូនអាចប្រើជាមួយនឹង file APK បានណាអញ្ចឹងវាអាចនឹងបាន version VIP របស់វាសម្រាប់យកមកប្រើប្រាស់អញ្ចឹង tool របស់វានេះគឺវាមានច្រើនសម្រាប់ឲ្យយើងប្រើណាខាងក្រោមវាមាន annotation វាមាន draw វាមាន edit layer mixer dimension color tool ផ្សេងជាដើមអញ្ចឹងបងប្អូនអាចមើលតាមនោះទៅហើយបងប្អូនអាច edit តាមនឹងបានអញ្ចឹងណាអញ្ចឹងកម្មវិធីនេះគឺសម្រាប់នៅការថានេះបងប្អូនអាច down យកមកប្រើហើយយកមក view ក្នុងការគ្រប់គ្រងនៅការធ្វើប្រយោជន៍បានអញ្ចឹងណាហ្នឹងហើយចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនពេញចិត្តបងប្អូនជួយ like និងជួយ subscribe នៅលើ channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណ